បាទជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតហើយហ្នឹងហើយថ្ងៃហ្នឹងខ្ញុំមានសាច់រឿងមួយទៀតដែលសាច់រឿងហ្នឹងដូចជាយូរដែរអ្នកនរខ្ញុំអត់ចាំឆ្នាំទេដូចជាកតុងឆ្នាំ2016មិនដឹង17មិនដឹងសាច់រឿងហ្នឹងកើតឡើងនៅក្នុងភូមិរបស់ខ្ញុំផ្ទាល់តែម្ដងនៅភូមិតាអាំឃុំកក់ស្រុកវិញ្ញាក្រែកខេត្តត្បូងឃ្មុំបាទសាច់រឿងហ្នឹងមិនខុសពីសាច់រឿងមុនប្រហែលទេគឺស្តៀងទៅនឹងបីជំនឿដែរហ្នឹងហើយអញ្ចឹងយើងចូលទៅសាច់រឿងហ្នឹងតែម្ដងព្រោះសាច់រឿងហ្នឹងគឺមានអ្នកភូមិខ្ញុំមួយក្រុមហ្នឹងអាចថាគាត់ជាពូឬក៏តារបស់ខ្ញុំអញ្ចឹងហ្នឹងហើយប៉ុន្តែខ្ញុំជាអ្នកភូមិមិនមែនជាសាច់ញាតិអីវត្តសាច់ញាតិអីចឹងឯណាបាទគាត់មួយក្រុមហ្នឹងគាត់ហ្នឹងហើយនិយាយទៅវាយូរដែរហើយជំនាន់ហ្នឹងគឺរកស៊ីដាក់ផ្ទះសត្វព្រៃដែរគឺជាដាក់ជ្រូកព្រៃជ្រូកអីចឹងទៅតែគាត់មានគ្នាគាត់ក្រុមជាក្រុមព្រោះពេលដែលបានសัตว์ទៅគឺម្នាក់ឯងគឺយករួចទេអញ្ចឹងក៏មានគ្នាសែងអញ្ចឹងណាថ្ងៃមួយហ្នឹងពួកគាត់មួយក្រុមហ្នឹងក៏ទៅមើលផ្ទះរបស់គាត់ហ្នឹងនៅឯប្រទេសវៀតណាមហ្នឹងបណ្ដាលហ្នឹងបាទហើយពួកគាត់ក៏បានឃើញពស់ថ្លាន់យើងមួយហ្នឹងក៏បានចាប់យកមកអញ្ចឹងពួកគាត់ហ្នឹងមកក្រុមហ្នឹងមានគ្នា3 4នាក់ហ្នឹងបានចាប់យកមកដោយសារគាត់ជាអ្នកអាចថាហ្នឹងហើយគាត់ជាអ្នកចូលចិត្តផឹកស្រាផឹកអីចឹងណាគាត់យកមកគឺគាត់យកពស់ហ្នឹងមកគឺដើម្បីយកមកធ្វើគ្រឿងក្លែមរបស់គាត់ចឹងណាហ្នឹងហើយដើម្បីក្លែមស្រាចឹងទៅប៉ុន្តែគឺគាត់ទៅហ្នឹងគឺចង់ពស់គេកាន់ដល់នេះហ្នឹងហើយធ្វើឲ្យគាត់បាត់បង់ជីវិតអស់2នាក់ក្នុងចំណោមពួកគាត់បាទនៅក្នុងភូមិដែលរឿងហ្នឹងគឺវាល្បីដែរចំនួនហ្នឹងអ្នកភូមិរៀងខ្លាចអាដែរអ្នកគ្នាដំបូងគឺស្លាប់អាចថាគាត់អាយុទៅជាតារបស់ខ្ញុំហើយលោកតាចុះលោកតាអេមួយចុះហ្នឹងហើយអញ្ចឹងលោកតាអេហ្នឹងគាត់ក៏បានស្លាប់ដោយសារហ្នឹងដោយសារគាត់បរិភោគវិញទៅនិយាយទៅឈឺដូចអាជាតិមានមូលហេតុអីទេគាត់នៅដើរភិលនិយាយទៅអ្នកដើរព្រៃណាហ្នឹងហើយពេលគាត់ពិសាពុះហ្នឹងហើយគឺស្លាប់មកគឺជាម្លងបានមួយថ្ងៃគឺគាត់ពេលនោះគាត់ដេកហើយស្លាប់ដល់ទៅពេទ្យអត់ទាន់ទេហ្នឹងហើយអ្នកគ្នាហើយរំលងបានធ្វើបុណ្យសពគាត់ហើយតែមួយថ្ងៃគាត់គឺពូម្នាក់ទៀតគាត់អាយុរៀងក្មេងហ្នឹងគាត់ត្រូវជាពូគាត់ស្លាប់តាមមួយទៀតអត់ដឹងមូលហេតុទេអ្នកគ្នាគឺគាត់ដេកទៅអត់មានឈឺអត់មានអីទេគឺស្លាប់យកតែម្ដងស្អីរឿងហ្នឹងគឺសាហាវមែនតើអ្នកគ្នាហ្នឹងគាត់ធ្វើបុណ្យអីហើយអស់អីអស់អញ្ចឹងទៅហ្នឹងហើយដោយសារអត់អស់ចិត្តណាបងអ្នកភូមិគាត់ទៅរកគ្រូទាយមើលអញ្ចឹងណាថាហេតុអីក៏មានរឿងអញ្ចឹងកើតឡើងព្រោះតាំងពីយូរពីណាពីណីមកវាអត់ដែលធ្លាប់មានអញ្ចឹងណាហើយបន្ទាប់មកពេលដែលរកគ្រូទៅក៏គ្រូហ្នឹងក៏គេប្រាប់ទៅថាអូដោយសារពួកគាត់ហ្នឹងយកចំពោះគេកាន់គឺពស់ដែលគាត់យកមកក្លែមហ្នឹងហើយគឺពស់គេកាន់តែអញ្ចឹងគេអត់សុខចិត្តទេដែលយកមកពិសារបស់គេអញ្ចឹងឯណាអញ្ចឹងក៏គេអញ្ចឹងទៅរហូតដល់បន្ទាប់មកអ្នកភូមិដោយសារអ្នកភូមិខ្លាចពេកខ្លាចមានអ្នកស្លាប់ជាបន្តបន្ទាប់ទៀតអញ្ចឹងក៏បានធ្វើពិធីមិនដឹងថាពិធីហ្នឹងអ្នកភូមិអ្នកទាំងអស់គ្នាឬក៏បងប្អូនអស់គ្នាមានអត់ទេណាទីហ្នឹងគឺយើងគោះអីអញ្ចឹងទៅនៅល្ងាចអញ្ចឹងបើល្ងាចឡើងអញ្ចឹងគឺភូមិចាប់ផ្ដើមនាំគ្នាគោះហើយដាក់ម៉ោងនិយាយទៅមេឃល្ងិតណារយៈពេល3ថ្ងៃទី3គឺគេនឹងទាំងគោះទាំងហែគឺគេបានន័យថាថ្ងៃទី1ថ្ងៃទី2អញ្ចឹងទៅហើយថ្ងៃទី3គឺគេគោះតាមផ្ទះមកអញ្ចឹងទៅគេដេញពីចុងភូមិមករហូតយកទៅគោះយកទៅដាក់សែននៅកន្លែងណាមួយអញ្ចឹងទៅហើយពិធីសែនគេហ្នឹងដូចជាមានមន់ឆ្កាងមន់អីអញ្ចឹងណាខ្ញុំអត់ដឹងអាហ្នឹងមិនសូវដឹងដែរព្រោះកាលហ្នឹងខ្ញុំនៅទូចដែរហ្នឹងហើយវារៀងយូរឆ្នាំដែរដល់នេះវាជាងរៀងយូរឆ្នាំដែរដល់នេះវាជាងចង់10ឆ្នាំជាងដល់នេះអញ្ចឹងកាលហ្នឹងខ្ញុំនៅអាយុខ្ទង់10ឆ្នាំជាងដែរទេព្រោះឥឡូវខ្ញុំទឹក20ជាងហ្នឹងហើយតើតែធ្វើអញ្ចឹងទៅនិយាយទៅតើធ្វើវិធីនឹងអស់ទៅបានស្ងាត់វិញបានហើយលែងមានអីវិញអញ្ចឹងហ្នឹងហើយសាច់រឿងហ្នឹងមានខ្លីតែប៉ុណ្្នឹងទេប៉ុន្តែការចំនួនហ្នឹងគឺវាល្បីខ្លាំងដែរសាច់រឿងហ្នឹងធ្វើឲ្យគេខ្លាចរអាដែរភូមិខ្ញុំហើយសាច់រឿងហ្នឹងមានតែប៉ុណ្្នឹងអាហ្នឹងគឺជាអបិយជំនឿរបស់អ្នកភូមិនិយាយទៅការចំនួនមុនអីអ្នកគ្នាពេលដែលគាត់ថាអត់ភ្លៀងអត់មានភ្លៀងធ្វើស្រែធ្វើអីអញ្ចឹងអ្នកភូមិរបស់ខ្ញុំហ្នឹងក៏គេអាសាធ្វើដែរវិធីសែនអ្នកតាអីអញ្ចឹងតែហ្នឹងខ្ញុំមិនដឹងថានៅភូមិស្រុកអ្នកនរគ្នាធ្លាប់មានអត់ទេណាតែបើភូមិខ្ញុំគឺធ្លាប់មានតែការចំនួនខ្ញុំនៅតូចនឹងគេធ្លាប់ធ្វើពិធីឡើងអ្នកតាគេហៅឡើងអ្នកតាអញ្ចឹងហ្នឹងហើយជា
chỉ miền mòn ngào mòn ấy bị xài nè đôi chia sọc tê hà lấy đôi chia lấy miền nó hết và lấy sớm mai lấy cái chưa lươn nhưng tới vì ọp sơ miền này ok chẳng rương nó miền là phần năng đấy lấy đấy hết và bữa sau nữa này miền sẽ rương đài thay dùng thuật ấy chạy lại tam hàng ground description nhưng đã lấy telegram bọc nhóm bạn này con chán mà được đi